នៅក្នុងសន្និសីទអន្តរជាតិរយៈពេល2ថ្ងៃដែលរៀបចំឡើងដោយសហភាពអឺរ៉ុបនៅទីក្រុង Brussels អង្គការសហប្រជាជាតិសង្ឃឹមទទួលបានថវិកាជំនួយ $10,000 លានអាមេរិកសម្រាប់ជួយប្រជាជនសេរីដែលរត់ភៀសខ្លួនពីសង្គ្រាមស៊ីវិលហើយដែលកំពុងតែរងគ្រោះមួយជាន់ទៀតដោយសារតែវិបត្តិជំងឺឆ្លង COVID-19 ទៅតាមគម្រោងនៃសន្និសីទប្រចាំឆ្នាំសម្រាប់ប្រយុទ្ធប្រឆាំងគ្រោះអត់ឃ្លាននៅក្នុងចំណោមប្រជាជនភៀសខ្លួនសេរីសហគមន៍អន្តរជាតិត្រូវការថវិកាជាង $4.2 លានសម្រាប់ជួយប្រជាជនដែលរស់នៅក្នុងទឹកដីសេរីហើយនឹងថវិកាប្រមាណ $5.8 លានសម្រាប់ប្រជាជនសេរីដែលរស់នៅតាមជំរំភៀសខ្លួននៅក្នុងប្រទេសជិតខាងសេរីដូចជាលីបង់ហើយនិងទូគីជាដើមស្របពេលដែលសហភាពអឺរ៉ុបកំពុងតែរៀបចំសន្និសីទអន្តរជាតិដើម្បីស្វែងរកប្រាក់ជំនួយសម្រាប់ជួយប្រជាជនសេរីនៅក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឯនោះវិញប្រមុខការបរទេសអាមេរិកលោកអង់តូនី Blinken បានថ្លែងសារដ៏រំជួលចិត្តមួយឲ្យគេនឹកទៅដល់ទុក្ខវេទនារបស់ប្រជាជនសេរីច្រើនជាងផលប្រយោជន៍នយោបាយផ្ទាល់ខ្លួននៅត្រង់ចំណុចនេះរដ្ឋមន្ត្រីការបរទេសអាមេរិកបានទាមទារឲ្យគេបើកច្រកព្រំដែនសេរីពីរបន្ថែមទៀតនៅព្រំដែនទូគីដើម្បីផ្ដល់ជំនួយដល់ប្រជាជនសេរីជាង 4 លាននាក់ហើយនឹងនៅព្រំដែនអ៊ីរ៉ាក់សម្រាប់ប្រជាជនសេរី 1 លាន 3 សែននាក់អាមេរិកបានទាមទារសូមឲ្យបង្កើនបើកច្រកផ្លូវមនុស្សធម៌នៅសេរីនេះគឺនៅមុនពេលដែលច្រកផ្លូវតែមួយសម្រាប់ផ្ដល់ជំនួយមនុស្សធម៌នៅសេរីត្រូវបិទបញ្ចប់នៅខែកក្កដាហើយត្រូវការបោះឆ្នោតសារជាថ្មីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសូមបញ្ជាក់ថារុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីសេរីលោក Bashar al-Assad នោះធ្លាប់បានប្រើសិទ្ធិវេតូរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខដើម្បីកាត់បន្ថយច្រកផ្លូវនាំជំនួយមនុស្សធម៌ទៅក្នុងទឹកដីសេរីនៅក្នុងហេតុផលថាការឆ្លងកាត់ចូលទឹកដីសេរីដោយគ្មានការអនុញ្ញាតពីប្រធានាធិបតីសេរីគឺជាការរំលោភដែនអធិបតេយ្យភាពសេរីសម្រាប់ប្រមុខការបរទេសអាមេរិកវិញអធិបតេយ្យភាពមិនបានធានាបើកសិទ្ធិឲ្យរដ្ឋាភិបាលមួយបង្អត់អាហារថ្នាំសង្កូវសង្គ្រោះប្រជាជនរបស់ខ្លួននោះទេនៅក្នុងសន្ទរកថាកាលពីថ្ងៃច័ន្ទរដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងផងដែរពីការវាយប្រហារផ្លូវអាកាសរបស់រុស្ស៊ីកាលពីថ្ងៃទី21មីនាកន្លងទៅដែលបានបំផ្លាញខ្សែដឹកជញ្ជូនផ្ដល់ជំនួយមនុស្សធម៌អន្តរជាតិតែមួយគត់នៅភាគខាងជើងសេរីដោយមិនបានបញ្ជាក់ឈ្មោះរុស្ស៊ីនោះអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកជំនួយមនុស្សធម៌វិញបានបញ្ជាក់ដែរថាការវាយប្រហារផ្លូវអាកាសនៅភាគខាងជើងសេរីបានបំផ្លាញខ្ទេចរថយន្តដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន24គ្រឿងហើយនឹងឃ្លាំងស្តុកស្បៀងដែលបំរុងទុកសម្រាប់ប្រជាជនសេរីប្រមាណ 4,000 នាក់នៅថ្ងៃទី29មីនាអគ្គនាយកអង្គការសុខភាពពិភពលោកប្រធានក្រុមប្រឹក្សាអឺរ៉ុបរួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលចំនួន24រូបបានអំពាវនាវឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិមួយស្តីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកលកម្មវត្ថុនៃការបង្កើតឲ្យមានសន្ធិសញ្ញាអន្តរជាតិមួយនេះឡើងគឺដើម្បីចែករំលែកការទទួលខុសត្រូវនិងការគ្រប់គ្រងឲ្យបានល្អលើជំងឺឆ្លងរាតត្បាតសកលនាពេលអនាគតការស្នើឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិមួយនេះបានធ្វើឡើងខណៈដែលពិភពលោកកំពុងបន្តញាំញីដោយជំងឺ COVID-19 និងការទទួលបានវ៉ាក់សាំងមិនស្មើភាពគ្នារវាងក្រុមប្រទេសអ្នកមាននិងក្រុមប្រទេសអ្នកក្រជុំវិញរឿងនេះយើងមានអន្តរាគមន៍ពីគួយគុណធីរ៉ាជំរាបសួរគុណធីរ៉ាសួស្តីភិរៈគុណធីរ៉ាខណៈដែលជំងឺ COVID-19 កំពុងតែបន្តវាយលុកតាំងពីជាង1ឆ្នាំកន្លងទៅតើវាមិនយឺតពេកទេដឹងដែលមានការស្នើឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិមួយស្តីអំពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកលនៅពេលនេះនោះបាទយឺតពេលអត់ទាន់យឺតពេលទេភិរៈគ្រាន់តែថាពិភពលោកគួរណាស់តែគិតគូរលើបញ្ហានេះឲ្យបានមុននេះបន្តិចគួររំលឹកថានៅក្នុងជំនួបកម្ពុជាអឺរ៉ុបកាលពីខែធ្នូឆ្នាំ2020និងជំនួបកម្ពុជានៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង7កាលពីខែកុម្ភៈថ្មីនេះគំនិតនៃការចង់បង្កើតឲ្យមានសន្ធិសញ្ញាអន្តរជាតិមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពសកលក៏ត្រូវបានលើកឡើងដែរតែហាក់ដូចជាស្ងប់ស្ងាត់ទៅវិញមកទល់ពេលនេះស្រាប់តែឥឡូវភិរៈគំនិតផ្ដួចផ្ដើមស្រដៀងគ្នានេះបានលេចជាថ្មីតាមរយៈសេចក្តីប្រកាសព័ត៌មានមួយចុះហត្ថលេខាដោយលោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោកប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Jacques Michel រួមទាំងមេដឹកនាំមកពី5ទ្វីបក្នុងលោក
នៅអឺរ៉ុបមានដូចជាប្រធានាធិបតីបារាំងលោកម៉ាក្រុងនាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោកស្រីមែកែលនិងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson នៅអាហ្វ្រិកមានដូចជាប្រធានាធិបតីអាហ្វ្រិកខាងត្បូងហើយនៅអាមេរិកឡាទីនមានដូចជាប្រធានាធិបតីស៊ីលីចំណែកនៅអាស៊ីវិញមានប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ឬសមាជិកឥណ្ឌូនេស៊ីលោក Joko Widodo តែគួរឲ្យស្ដាយភារៈមានមេដឹកនាំសំខាន់មួយចំនួនដែលជាសមាជិកក្នុងក្រុមប្រទេស G20 គ្មានវត្តមាននៅក្នុងបញ្ជីស្នើឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិស្ដីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកលទេក្នុងនោះមានអាមេរិករុស្ស៊ីចិនជប៉ុនឥណ្ឌានិងប្រទេសប្រេស៊ីលហេតុអ្វីបានជាប្រទេសទាំងនេះមិនព្រមចូលរួមឬមួយក៏ថាពួកគេនឹងចូលរួមនៅពេលក្រោយនៅមិនទាន់មានចម្លើយចំពោះសំណួរនេះទេភារៈបើតាមសំណើឲ្យបង្កើតសន្ធិសញ្ញាអន្តរជាតិមួយស្ដីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកលនាពេលនេះនៅមិនទាន់យឺតពេលទេគុណធីរ៉ាតើមានហេតុផលអ្វីខ្លះដែលបានជំរុញឲ្យអង្គការសុខភាពពិភពលោកនិងមេដឹកនាំទាំងជាង20ប្រទេសនឹងឲ្យគិតគូរនៅពេលនេះបាទហេតុផលមានតែមួយគត់ភារៈគឺការទាញបានមេរៀនដ៏ល្វីងជូរចត់ពីជំងឺ COVID-19 ដែលបាននឹងកំពុងញោមញីពិភពលោកជាង1ឆ្នាំមកនេះដោយគ្រប់គ្នាបានដឹងហើយថាជំងឺឆ្លងរាតត្បាត COVID-19 ជាបញ្ហាប្រឈមដ៏ធំដែលពិភពលោកមិនធ្លាប់ជួបប្រទះទេគិតតាំងពីឆ្នាំ1940កាលនោះពិភពលោកបានឆ្លងកាត់សង្គ្រាមលោកចំនួន2លើកដោយបានបណ្ដាលឲ្យស្លាប់នឹងរបួសមនុស្សជាច្រើនលាននាក់តែអ្វីដែលសំខាន់ក្រោយមកភារៈគឺការដែលពិភពលោកបានយកសង្គ្រាមលោកទាំងពីរធ្វើជាមេរៀនដើម្បីបញ្ជៀសសង្គ្រាមលោកផ្សេងទៀតនៅពេលនោះមេដឹកនាំក្រាក់បានចូលរួមប្រជុំគ្នាដើម្បីបង្កើតឲ្យមានប្រព័ន្ធពហុភាគីនិយមដោយផ្អែកលើស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការគឺស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដដែលនេះហើយភារៈដែលពិភពលោកត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតសកលដូចយ៉ាងជំងឺ COVID-19 សពថ្ងៃនិងជំងឺឆ្លងរាតត្បាតផ្សេងទៀតនាពេលអនាគតដោយភារៈដឹងហើយថាជាងពេលណាទាំងអស់ COVID-19 កំពុងធ្វើឲ្យពិភពលោកចុះខ្សោយនិងបែកបាក់COVID-19 កំពុងបង្កើតឲ្យមានគំនិតអាត្មានិយមក្បាលអ្នកណាសក់អ្នកនឹង COVID-19 កំពុងជំរុញឲ្យមានគម្លាតកាន់តែខ្លាំងរវាងក្រុមប្រទេសអ្នកមាននិងក្រុមប្រទេសអ្នកក្រហើយ COVID-19 កំពុងបង្កើតឲ្យមានភាពរើសអើងនៅក្នុងសង្គមជាក់ស្ដែងមិនអាចប្រកែកបានភារៈគឺពាក់ព័ន្ធនឹងការទទួលបានវ៉ាក់សាំងខណៈដែលក្រុមប្រទេសអ្នកមានកំងទិញវ៉ាក់សាំងលើសពីតម្រូវការរបស់ខ្លួនមានប្រទេសជាច្រើនពិសេសប្រទេសក្រីក្ររោគតែវ៉ាក់សាំងមួយដូសក៏គ្មានផងបន្ទាប់មកនៅមានវិសមភាពផ្សេងទៀតដើម្បីរួមគ្នាទប់ស្កាត់ការឆ្លង COVID-19 ដូចជាតម្រូវការម៉ាស់ឬមួយទឹកអាល់កុលលាងដៃជាដើមបន្តមកទៀតគឺផលវិបាកសេដ្ឋកិច្ចដែលកើតចេញពីវិបត្តិ COVID-19 ត្រង់ចំណុចនេះប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺគ្មាននរណាក្រៅពីក្រុមប្រទេសក្រីក្រទេភារៈតើសន្ធិសញ្ញាអន្តរជាតិស្ដីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកលដែលអង្គការសុខភាពពិភពលោកនិងមេដឹកនាំទាំងជាង20ប្រទេសចង់បាននេះពេលនេះចែងពីអ្វីខ្លះទៅគុណធីរ៉ាបាទគឺត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីកម្ចាត់ COVID-19 ឲ្យបានជោគជ័យនិងបង្ការទប់ស្កាត់ជំងឺឆ្លងរាតត្បាតផ្សេងទៀតនាពេលអនាគតភារៈចូលកុំភ្លេចថា COVID-19 មិនមែនជាជំងឺឆ្លងរាតត្បាតសកលលើកទី1ហើយក៏មិនមែនលើកចុងក្រោយដែលមានន័យថាពិភពលោកនឹងស្គាល់ជំងឺឆ្លងរាតត្បាតផ្សេងទៀតនិងស្គាល់ស្ថានភាពសុខភាពអាសន្នទ្រង់ទ្រាយធំច្រើនទៀតនាពេលខាងមុខសំណួរមិនមែនត្រង់ថាតើមានឬមិនមានជំងឺឆ្លងរាតត្បាតនាពេលខាងមុខនោះទេតែនៅត្រង់ថាតើជំងឺឆ្លងរាតត្បាតថ្មីនឹងកើតមាននៅពេលណានៅក្នុងសេចក្តីប្រកាសព័ត៌មានអគ្គនាយកអង្គការសុខភាពពិភពលោកប្រធានក្រុមប្រឹក្សាអឺរ៉ុបរួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលទាំងជាង20រូបយល់ថាគ្មានប្រទេសណាមួយនិងគ្មានស្ថាប័នណាមួយអាចទប់ស្កាត់នឹងជំងឺឆ្លងរាតត្បាតសកលតែម្នាក់ឯងបានទេគឺមានតែទាំងអស់គ្នារួមដៃគ្នាទើបគេអាចត្រៀមមុនបង្ការស្គាល់អត្តសញ្ញាណនិងវាយតម្លៃលើមេរោគបន្ទាប់មកទាំងអស់គ្នាទើបគេអាចកម្ចាត់មេរោគប្រកបដោយប្រសិទ្ធភាពខ្ពស់
យន្តការដែល WHO សហភាពអឺរ៉ុបនិងមេដឹកនាំទាំងជាង20រូបចង់បានភារៈគឺធានាពីការទទួលបានជាសកលនិងស្មើភាពនៅវ៉ាក់សាំងថ្នាំព្យាបាលនិងឧបករណ៍ធ្វើតេស្តត្រឹមត្រូវមានប្រសិទ្ធភាពនិងអាចទទួលយកបានទាំងអស់គ្នាសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថាវ៉ាក់សាំងជាទ្រព្យសាធារណៈដែលពិភពលោកជាអ្នកអភិវឌ្ឍផលិតនិងជាអ្នកចែកចាយឲ្យមនុស្សលោកគ្រប់រូបដោយគ្មានការបែងចែកសេចក្តីប្រកាសព័ត៌មានយល់ថាបើពិភពលោកបានពួតដៃគ្នាតាំងពីថ្ងៃផ្ទុះ COVID-19 ម្លេះជំងឺរាតត្បាតមួយនេះប្រហែលមិនបន្តញាំញីពិភពលោកមកដល់សព្វថ្ងៃទេដូច្នេះនេះជាមេរៀនមួយដែលគេត្រូវបញ្ជានៅពេលខាងមុខហើយការបង្កើតឲ្យមានសន្ធិសញ្ញាអន្តរជាតិស្តីពីការគ្រប់គ្រងជំងឺឆ្លងរាតត្បាតសកលពេលនេះគឺទុកសម្រាប់មនុស្សជំនាន់ក្រោយភារៈអរគុណគុជគុណធីរ៉ាសម្រាប់បទអន្តរាគមន៍នារីត្រីនេះ